ណែបងអូនរុយបងឌីថ្ងៃនេះបងដូចជារៀងវិលមុខខ្លាំងណាស់ពួកអញអាចជូនបងទៅមន្ទីរពេទ្យបានទេពេទ្យគេត្រូវការលុយទៅពេទ្យម្ដងអស់លុយមិនតិចនោះទេបើបងអុកឯងមានលុយចាំខ្ញុំជួយជូនទៅនៅនឹងរុយអញឲ្យលុយទៅពួកឯងអស់ហើយដូច្នេះពួកឯងជួយអញតិចទៅណាបងសឿនណាបងប្អូនតែសាច់ទេណាប៉ុន្តែរឿងលុយកាក់ហ្នឹងគឺផ្សេងគ្នាហើយអត់មានពាក់ព័ន្ធច្រឡុកច្រឡំជាមួយគ្នានោះទេអាក្រីហេតុអីក៏ឯងនិយាយអញ្ចឹងលុយអញឲ្យឯងច្រើនណាស់អីនៅជាមួយខ្ញុំចំណាយផ្សេងណាមិនមែនអស់តិចតួចនោះទេដូច្នេះហើយក៏មកនិយាយបែបនេះពួកឯងសុំទាទិញនេះទិញនោះហើយពាក់គ្រឿងអលង្ការឡើងជ្រែកខ្លួនបានលុយមកពីណាបានលុយមកពីបងតើហើយក្រែងតែឯងថាបារម្ភស្រឡាញ់ពីបងនោះអីពេលនេះបងឈឺហើយត្រូវការឲ្យឯងជួយមើលថែចង់ឲ្យឯងជូនទៅពេទ្យក៏មិនបានដែរហេតុអីក៏ឯងជាប្អូនស្រីមុខលុយបែបនេះរឿងបងប្អូនបោកប្រាស់យាយអុកតាសឿនគឺជាប្តីប្រពន្ធវ័យចំណាស់ពួកគាត់មិនមានកូនចៅនោះទេប៉ុន្តែយាយអុកមានប្អូនស្រីម្នាក់ឈ្មោះមីងរុយដែលជាប្អូនចិត្តអាប្រៃគិតតែពីផលប្រយោជន៍ខ្លួនឯងឯងនេះឯងពិតជាសម្រេចចិត្តទិញចំការនេះមែនដែរទេខ្ញុំសម្រេចចិត្តច្បាស់ហើយថាត្រូវតែទិញដីចំការនេះឲ្យបានប៉ុន្តែខ្ញុំខ្លាចតែម្ចាស់គេមិនលក់ព្រោះថាពួកគាត់ចាស់ទៅហើយពួកគាត់ទុកធ្វើអីទៀតពួកគាត់ចាស់ហើយគាត់ប្រកាសជាចង់បានលុយដើម្បីយកទៅធ្វើបុណ្យមិនអីទេបើសិនជាគេលក់ចាំតម្រូវតាមបំណងឯងទៅចុះណាបើសិនជាទិញដីនេះបានខ្ញុំច្បាស់ជាសប្បាយចិត្តស្លាប់ហើយអូលោកសេដ្ឋីលោកស្រីតើហេតុអីក៏មកឈរទីនេះទៅវិញអូបងអុកបងសឿនមកចាំពេលល្អណាស់គឺខ្ញុំកំពុងតែឈរមើលដីចំការនេះពួកខ្ញុំគិតថាចង់ទិញដីចំការនេះនឹងណាតើបងព្រមលក់ឲ្យខ្ញុំដែរទេដីនេះមែនទេប៉ុន្តែដីចំការនេះមិនល្អនោះទេមិនអីទេពួកខ្ញុំតែងតែចូលចិត្តទិញដីទុកអញ្ចឹងឯងណាបងអីលោកសេដ្ឋីសល់លុយច្រើនទិញដីទៅនេះផងទៅនោះផងហើយរាប់លេងអស់ទៅហើយប្រយ័ត្នភ្លេចណាមិនភ្លេចទេធ្វើត្បិតតែដីច្រើនកន្លែងប៉ុន្តែសុទ្ធតែដីដែលពួកខ្ញុំស្រឡាញ់ទាំងអស់ពួកខ្ញុំមិនលក់ទេឲ្យខ្ញុំសុំទោសព្រះអង្គព្រោះថាពួកខ្ញុំគ្រាន់បានដីចំការនេះធ្វើទុកគ្រាន់ចិញ្ចឹមឆ្នាំងបាយណ៎ឃើញទេឯងខ្ញុំប្រាប់ហើយថាម្ចាស់គេមិនលក់ទេឯងនេះនៅតែមានអ្នកឲ្យខ្ញុំសុំទោសផងណាអ្នកស្រីអើយព្រោះថាពួកខ្ញុំនេះមានតែដីចំការនឹងឯងបើថាអស់ពីដីចំការនឹងទៅគឺអត់មានអីធ្វើនោះទេបងអុកបងសឿនអើយអ្នកទាំងពីរចាស់ហើយចាំបាច់ទៅហត់នឿយធ្វើចំការធ្វើអីទៀតគួរតែលក់យកលុយធ្វើបុណ្យទៅហើយពួកខ្ញុំមិនឲ្យក្រោមទីផ្សារនោះទេណែឯងតើគិតយ៉ាងម៉េចដែរទៅឯងស្ដាប់តែគាត់និយាយទៅក៏ដូចជាសមហេតុផលដែរពួកយើងចាស់ទៅហើយទៅប្រឹងធ្វើចំការធ្វើអីទៀតបើសិនជាលក់ទៅក៏ពួកយើងមានលុយកាក់សម្រាប់យកមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃដែរណាឲ្យតែបងឯងលក់ពួកខ្ញុំទិញភ្លាមអត់តថ្លៃទេណាណែអត់តថ្លៃទៀតឯងយ៉ាងម៉េចលក់ដែរអត់លក់ឲ្យពួកខ្ញុំមកពួកខ្ញុំស្រឡាញ់ដីនេះណាបានពួកខ្ញុំចាស់ហើយមិនដឹងថារស់នៅបានប្រហែលឆ្នាំទៀតនោះទេលក់ឲ្យលោកស្ត្រីនិងលោកស្រីទេវីទៅចុះអូអរគុណណាបងអុកបងសឿនចាំខ្ញុំឲ្យលុយទៅបងទៅចុះអើយមិនដឹងជាស្អីទេលោកអើយថ្លង់ចង់បែកក្តាស់តិចទៅហើយង៉ែតងត់អាខ្លួនឯងមិនចេះកោត្រូលផងក៏ខំម្ល៉េះហើយចុះឲ្យខ្ញុំទៅធ្វើស្អីទៅឯងបើគ្មានស្អីធ្វើផងហ្នឹងឯងដូចជាមិនឆ្លាតតតែសោះពេលនេះពួកយើងស្ទើរតែដាច់បាយហើយឯងមិនគិតខិតខំប្រឹងប្រែងរកលុយទេអីហើយរាល់ថ្ងៃនេះខ្ញុំពិបាកចិត្តណាស់មិនដឹងថាគួរធ្វើយ៉ាងម៉េចនោះទេមានប្តីដូចជាមិនឆ្លាតនឹងគេសោះប្តីគេណានិយាយពីថារកលុយចូលគ្រួសារមិនឲ្យប្រពន្ធគេជឿក្បាលឡើយដល់ពេលប្តីឯងវិញមួយថ្ងៃគឺគ្មានខ្វាយខ្វល់
ơi ảnh này cứ thả rương rọc lôi nâng vì sưu na men tê mà ngày cứ tay pi sả vào đây kề hay mình sả vào đây khuôn ảnh sao bà rọc lôi sưu na cái thưa sẽ thay cục khỉ hái เฮ้ยខ្ញុំមិនដឹងទេខ្ញុំមិនខ្វល់សំខាន់ឯងនេះគួរតែរវារវៃធ្វើយ៉ាងណាឲ្យរកចំណូលចូលគ្រួសារពួកយើងមិនអាចបែបនេះតទៅទៀតបាននោះទេបើមិនអញ្ចឹងទេពួកយើងច្បាស់ជាដើរសុំទានថ្ងៃណាមួយជាមិនខាន mình ấy thế ảnh yang trán chạy lùi cái gì chạy tỏ tư នឹងហើយគេទៅពីខ្ចីគេទៅចុះបើគ្មានលទ្ធភាពសងតើគិតយ៉ាងណា hay cho ấy mình đai lư thế ấy tiếng mình đai chèn to thế vì khmiên ấy thom chieng ọt lòi bà dương khmiên lùi phong song kê mình nâng cao miên đã ọt nâng hái គំនិតឯងនេះពិតជាថោកទាបមែនខ្ចីលុយគេឲ្យមិនចង់សងចង់ដេកគុកឲ្យមើលទៅលបងឌីនាងរុយឈប់ឆ្លោះគ្នារឿងលុយកាក់ទៀតទៅវាយ៉ាងម៉េចនឹងហង nè rồi bong sấy nè rồi khai từ chi nè miền ta hỏi hai ấy có mình ta bưng bẹ bong sấy chăm bạch nơi chluộc niềng chân thủ ấy thả mấy ập hết này bong na khai từ chi nè miến មានបងណាទៀតគឺបងអុកបងសឿននឹងហើយគាត់ទៅទៅលក់ដីចំការបាញ់មិញនេះឯងលោកសេដ្ឋីគាត់ជាអ្នកទិញហើយបានលុយច្រើនណាស់ថាមិនលក់ដីចំការព្រះអើយដីចំការនោះធំគួរសមដែរបានលុយមិនតិចនោះទេគាត់បានលុយច្រើនណាស់ដូច្នេះហើយអ្នកទាំងពីរនៅចាំដល់អង្ការទៀតក្នុងនាមជាប្អូនមិនក៏មិនទៅយកចិត្តយកថ្លើមគាត់ទៅព្រោះគាត់គ្មានកូនចៅផង ảnh chụp liền chan tới tao phụ dương tao hai quát ơi mà nơi tin đi អរគុណណាស់អ្នកទាំងពីរដែលបានយករឿងនេះមកប្រាប់តែប៉ុណ្ណេះពួកខ្ញុំមានផ្លូវរស់ហើយ hơi cùng phịch phụ nhom phong để không vô đầm nâng đi một prap mình ấy tè phè bà anh miến ấy có bị thủ thìa tạm nâng đái អើយញយគិតទៅលោកសទ្ធិពិតជាដៃទូលាយមែនអត់មានតថ្លៃដីអីបន្តិចទេយើងថាប៉ុណ្ណាគាត់ឲ្យប៉ុណ្ណឹងតែម្ដងណា នេះដោយសារតែគាត់ស្រឡាញ់ប្រពន្ធគាត់ឲ្យតែប្រពន្ធគាត់ថាស្រឡាញ់អីហើយគឺគាត់ទិញដល់មិនស្ដាយលុយអ្វីទាំងអស់ អូយខ្ញុំនេះពិតជាសប្បាយចិត្តណាស់ឯងហាងឆេងដីវាមិនដល់នឹងទេតែខ្ញុំដាក់ឲ្យថ្លៃបន្តិចទៅចង់ដឹងថាគាត់តដែរឬអត់ហើយគាត់អត់តមែនឲ្យលុយព្រុសតែម្ដង តាំងពីកើតពូម៉ែមកមិនដែលស្គាល់រសជាតិកាន់លុយច្រើនបែបនេះឡើយពិតជាច្រើនខ្លាំងណាស់ឯងអើយ ពេលនេះស្លាប់ទៅបិទភ្នែកចិត្តឲ្យឯង អូយបងអុកបងសឿនសុខសប្បាយជាទេបងសំឡាញ់ យីនាងរយអាឌីងតើខានជួបគ្នា3ឆ្នាំហើយខ្យល់អីបោះឯងមកផ្ទះអញនឹង មែនហើយនៅភូមិជាមួយគ្នាប៉ុន្តែមិនដែលបានជួបគ្នាសោះហើយទើបតែថ្ងៃនេះបានជួបពួកឯងអូបងពួកខ្ញុំនេះមិនសូវសុខទេរាល់ថ្ងៃនេះគឺថាប្រឹងប្រែងដើម្បីជីវភាពដូច្នេះទើបមិនមានពេលបានជួបបងនឹងណាប៉ុន្តែយប់មិញនេះខ្ញុំយល់សប្ឃើញបងដូច្នេះក៏កើតចិត្តរលឹកហើយមកលេងបងនឹងណាមែនទេឯង មែនហើយខ្ញុំជាប្អូននេះពិតជារវល់ខ្លាំងណាស់ហើយថ្ងៃនេះខ្ញុំនៅផ្ទះមិនសុខទេដោយសារតែមានអារម្មណ៍ថានឹកបងគឺចម្លែកខ្លាំងណាស់ដូច្នេះហើយក៏បបួលឪវាឲ្យមកលេងអ្នកទាំងពីរតែម្ដងទៅតែមិនមែនមកដៃទទេនោះទេថែមទាំងមានផ្លែឈើមួយកន្ត្រកផ្ញើទៀតផង អេហេតុអីក៏ពួកឯងនេះល្អក៏ល្អខ្លាំងម្ល៉េះប៉ុន្តែដូចខ្វះថ្ងៃមកលេងអញ្ចឹងហ៎ បងស្រីហើយបងនិយាយបែបនេះចង់បានន័យថាយ៉ាងម៉េចទៅអោដោយសារតែអញឃើញវាជួនគ្នាពេកនឹងណា ជួនគ្នាតើជួនគ្នារឿងអ្វីទៅ ដោយសារតែវាជួនគ្នាពេកអញលក់ដីថ្ងៃនឹងភ្លាមក៏ឃើញមុខពួកឯងប្លែតទាំងដែលខានជួបមុខគ្នាឡើងប្រហែលឆ្នាំទៅហើយនឹង ថាម៉េចបងលក់ដីអត់ទេខ្ញុំមិនដឹងទេឯងដឹងដែរអត់ អូខ្ញុំក៏មិនដឹងដែរមនុស្សនៅតែផ្ទះនឹងមកសួររឿងហ្នឹងគឺចាប់តែម្ដងអូបើបងទៅលក់ដីអញ្ចឹងណាបានលុយច្រើនគួរតែទុកដាក់បានប្រយ័ត្នប្រយែងបន្តិចទៅព្រោះថាវាគ្មានសុវត្ថិភាពទេណាមួយបងចាស់ហើយផ្ទះនេះក៏មិនមាំទាំទៀត ឯងនិយាយត្រូវផ្ទះនេះអត់មាំទាំទេប៉ុន្តែឲ្យបងទៅនៅទីណាបើនេះជាផ្ទះបងនោះបងបើអញ្ចឹងបងឯងទៅនៅផ្ទះពួកខ្ញុំតែម្ដងទៅព្រោះទីនោះក៏វារៀងមាំដែរហើយណាមួយមានគ្នាច្រើនអាចរក្សាលុយបងឯងបានណា
មានហើយបងស្រីប្តីខ្ញុំគាត់និយាយត្រូវតែនៅផ្ទះរបស់ពួកខ្ញុំតែម្ដងទៅផ្ទះខ្ញុំវាមាំទាំជាងបើសិនជាបងចាស់ហើយមានលុយនៅនឹងខ្លួនច្រើនបែបនេះយប់ឡើងអាចចោលចូលមកក្នុងផ្ទះនេះតើបងមានកម្លាំងណាដើម្បីទៅទប់ទល់ជាមួយនឹងចោរនោះ ពួកឯងនិយាយត្រូវបងចាស់ហើយមានលុយច្រើននៅនឹងខ្លួនមិនសុវត្ថិភាពនោះទេប៉ុន្តែបងក្រាញ់ចិត្តពួកឯងណា ក្រែងចិត្តស្អីទៅបងប្អូនឯងតើមិនមែនជាអ្នកដតីឯណាទៅនៅជាមួយពួកខ្ញុំទៅមិនអីទេខ្ញុំជួយការពារសុវត្ថិភាពឲ្យឯងពួកយើងចាស់ទៅហើយបើសិនជាចោលចូលមកពួកយើងគ្មានអីទៅតតាំងកោតទេមានតែពឹងបងប្អូននឹងហើយ បើអញ្ចឹងឯងគិតចង់ទៅនៅជាមួយនឹងពួកវាមែនទេ អោនៅសិនទៅមានតែស្អីមកពេលនេះពួកយើងមានលុយទៅហើយមិនមែនពួកយើងនៅផ្ទះគេទេណាជួយចំណាយការថ្លៃហូបចុកខ្លះទៅក៏វាបានចែករំលែកគ្នាដែរ ត្រូវហើយបងឆាប់រៀបចំអីវ៉ាន់មកទៅនៅជាមួយពួកខ្ញុំទៅកុំឲ្យពួកខ្ញុំនេះបារម្ភ បានបើពួកឯងនិយាយបែបនេះហើយបងទៅនៅជាមួយពួកឯងទៅចុះ អាម៉ាថ្ងៃនេះពួកយើងទៅស្ទូចត្រីណាដែរអញមិនដឹងដែរនឹងណាប៉ុន្តែជីកទៅមុខបន្តសិនទៅមើលស្រះណាទំនងយើងស្ទូចនៅទីនឹងទៅប៉ុន្តែប្រយ័ត្នកន្លែងមានម្ចាស់ណាភាកច្រើនអាស្រះត្រីអញ្ចឹងគេសុទ្ធតែមានម្ចាស់បើអញ្ចឹងទៅណាមានតែទៅបឹងអូយឆ្ងាយណាស់គ្រាន់តែជីកទៅជីកមកជុំ1ម៉ោងទៅហើយអញខ្ជិលណាចិត្តនេះហើយគ្រាន់តែស្ទូចលេងគ្មានអ្នកណាគេស្ដីឲ្យទេបើអញ្ចឹងចាំតែស្ទូចនៅស្រះខាងមុខទៅអញ្ចឹង អីពួកឌីមីងរុយហើយនៅជុំបងប្អូនតែម្ដងណោះហើយតាំងពីតូចដល់ធំខ្ញុំមិនដែលឃើញអ្នកទាំងអស់គ្នានៅជុំគ្នាសោះស្អីហ្នឹងអាឆ្នុកហើយឯងនិយាយស្អីនិយាយបែបនេះចង់បានន័យថាយ៉ាងម៉េច មាត់នេះណានិយាយឲ្យវាចេះគិតខ្លះផងទៅបងប្អូនគេស្រឡាញ់គ្នាហើយអញយកបងអញទៅនៅជាមួយហើយព្រោះពួកគាត់ចាស់មិនអាចឲ្យពួកគាត់នៅតែពីរអ្នកប្តីប្រពន្ធតទល់បានទេ ត្រូវហើយចាប់ពីថ្ងៃនេះតទៅអ៊ំទៅនៅជាមួយនឹងនាងរុយ ថាម៉េចអ៊ំខ្ញុំឮថាអ៊ំទៅតែលក់ដីបានណាហើយគ្រាន់តែលក់ដីបានភ្លាមទៅនៅជាមួយប្អូនផ្លេតតែម្ដងណ៎បងអុកបងឯងឮទេគ្រាន់តែបងឯងលក់ដីបានណាល្បីឡើងពេញភូមិទៅហើយដូច្នេះវាគ្មានសុវត្ថិភាពអីទេនៅជាមួយខ្ញុំនឹងហើយបងឯងសម្រេចចិត្តមកជាមួយខ្ញុំគឺត្រឹមត្រូវណាអីយ៉ាគិតទៅលក់ដីនេះពិតជាល្បីមែនអោម៉ានៅក្នុងភូមិយើងវាគ្មានស្អីទេអ៊ំយកលុយទុកនៅធនាគារទៅ អត់មានលុយជាប់នឹងខ្លួនគ្មានអ្នកណាមកប្លន់អ៊ំទេនៅតែផ្ទះអ៊ំទៅយកតាណាមិនអស់អ៊ំឯងនៅដូចមុនណាគឺសុវត្ថិភាពបំផុតហើយបើអ៊ំទៅនៅជាមួយពូឌីមីងរុយណាគឺអាចគ្រោះថ្នាក់ជាងចោលប្លន់ទៅទៀត យោអាឆ្នុកអាម៉ាពួកឯងឲ្យវាល្មមបានហើយចង់មកចាក់រុកឆ្កឹះឆ្កៀលឲ្យគ្រួសារអញបែកបាក់ឆ្លោះទាស់តែងគ្នាមានដែរទេកុំសម័យសោះណាវើយ អ៊ំដឹងថាពួកឯងនេះបារម្ភពីសុវត្ថិភាពរបស់អ៊ំប៉ុន្តែយ៉ាងណាឈាមវានៅតែខាប់ជាងទឹកពួកគេជាប្អូនបង្កើតរបស់អ៊ំគេប្រកាសជាស្រឡាញ់និងបារម្ភពីអ៊ំហើយគេប្រកាសជាមិនអាចមានគំនិតអីផ្ដេសផ្ដាសមកលើអ៊ំនោះទេពួកឯងកុំបារម្ភអីមែនហើយពួកគេគឺជាបងប្អូនអញទេឯងកុំមកបំបែកបំបាក់ចាក់រុកអីណា ខ្ញុំមិនទៅបំបែកបំបាក់ស្អីទេខ្ញុំគ្រាន់តែនិយាយតាមការមើលឃើញអ្នកភូមិគ្រប់គ្នាគេសុទ្ធតែដឹងច្បាស់ហើយនេះអ៊ំពិតជាមិនដឹងទេអីគ្រាន់តែគេធ្វើល្អពេលអ៊ំមានលុយសោះក៏ជឿលើគេទៅហើយកាលពីមុនអ៊ំទៅដាប់ទៅដួសក្រលំបាកយ៉ាងណាគេមានដែរមកមើលអ៊ំដែរទេណាម៉ាប់ឯងនិយាយតែមួយម៉ាត់ទៀតអញវាយហើយណាណែអីកុំតែប្រើអំពើហិង្សាអីមិនល្អទេខ្ញុំមិននិយាយច្រើនទៀតឡើយគ្រាន់តែថាណែអ៊ំពិចារណាសារជាថ្មីទៅតោះអាម៉ាប់ពួកយើងបន្តដំណើរទៅមុខទៀតណែឯងខ្ញុំឮថាអាឌីអ្នករុយយកបងគេទៅនៅជាមួយហើយបន្តិចទៀតពួកគេនឹងមានជីវភាពធូរធារបើពួកគេមានជីវភាពធូរធារពួកយើងទៅករិះករុះសុំលុយពួកគេចាយដែរទៅ ហើយចុះបើសិនជាពួកគេឈប់រាប់អានយើងតើគិតយ៉ាងណាទៅយីពួកយើងខំប្រឹងយកដំណឹងដេញទៅប្រាប់គេមិននឹងអាចបំភ្លេចគុណពួកយើងបានទៅគេមានតែឲ្យលុយពួកយើងចាយច្រើន
មិនអីទេបើអញ្ចឹងពួកយើងផឹកកាហ្វេហើយរត់ទៅផ្ទះអាឌីមួយផ្លែទៅណាមិនចាំបាច់ទៅទេអញមកហើយយីអានេះគ្រាន់តែឮថាអញមានបានភ្លាមរត់ទៅកោសរស់ផ្លែតែម្ដងណោះអើអញខ្លាចឯងភ្លេចមិត្តភ័ក្ដិនឹងណា យ៉ាងមិនទៅហើយបន្ទាប់ពីយកពួកគាត់ទៅនៅផ្ទះជាមួយតើពួកឯងទទួលបានលៀបសការៈអីខ្លះអញមិនដឹងថាគួរធ្វើយ៉ាងម៉េចដើម្បីយកលុយពីគាត់បាននោះទេព្រោះថាពួកគាត់នេះពិតជាម៉ៅស្វិតខ្លាំងណាស់ អើយគាត់មិនដែលឃើញស្លាប់ហើយមិនជួយនោះទេអ្នករុយឯងធ្វើពុតជាឈឺអីអញ្ចឹងទៅណាហើយអាឌីថាអត់មានលុយទិញថ្នាំឲ្យបែបនឹងគាត់មិននឹងមើលឃើញនឹងភ្នែកកើតទៅប្រកាសជាចេញលុយឲ្យខ្លះហើយមែនតើឯងហេតុអីក៏យើងនឹកមិនឃើញរឿងនេះអញ្ចឹង អ្នកទាំងអស់គ្នាធ្វើជាតួកំសត់ស្លូតបូតថាខ្វះនេះខ្វះនោះត្រូវការទិញនេះទិញនោះគាត់ប្រកាសជាមិនអាចអោបដៃឈោមើលបានទេប្រកាសជាឲ្យលុយអ្នកទាំងអស់គ្នាជាមិនខានល្អណាស់ដែលផ្ដល់ជាគំនិតយោបល់តែប៉ុណ្ណេះពួកយើងមានផ្លូវដើរហើយ អើយញ៉ាខ្ញុំពិតជាសប្បាយចិត្តណាស់តែពួកយើងចាស់ហើយស្រាប់តែមានលុយមិនត្រឹមតែប៉ុណ្ណោះហើយមានញាតិរាប់អានពួកយើងមកនៅជុំប្អូនដូចជាមានភាពកក់ក្ដៅដល់ហើយ មិនក៏ទេឯងពួកយើងឈឺយកប្រឡប់ក៏មិនសូវផាត់ភ័យដោយសារតែមានប្អូនចាំជួយមើលតែពួកគេពិតជាស្រឡាញ់យកចិត្តទុកដាក់ពួកយើងខ្លាំងណាស់ម្ហូបអាហារក៏ធ្វើតម្រូវចិត្តពួកយើងទៀតផងនេះមិនថាពេលរិស័យយើងបើកគឺអញ្ចឹងមែនណា មិនក៏ទេឯងដោយសារតែពួកយើងធ្វើបុណ្យដល់ទៅបានជារស់នៅប្រកបដោយសុភមង្គលបែបនេះបងអុកបងសឿនពួកខ្ញុំមកពីផ្សារវិញហើយហើយចុះថ្ងៃនេះបានម្ហូបអីអីទេចាំបងទៅជួយធ្វើម្ហូបឯងទៅចុះ មិនអីទេបងមិនអីទេប្រពន្ធខ្ញុំនេះប៉ាកែធ្វើម្ហូបណាឲ្យគេធ្វើម្ហូបតែម្នាក់ឯងទៅមិនកោតទេអញនៅផ្ទះជាមួយឯងបើអញមិនជួយវាដូចជាមិនទំនងហើយណាមួយអញចាស់ហើយនៅស្ងៀមកោតទេណា អូយមានអារម្មណ៍ថាដូចជាវិលមុខអមិនមិនដឹងទេ ណែឯងកុំវិលមុខទៀតណាលុយទិញថ្នាំអស់ហើយអត់មានលុយអីទៀតទេហើយយ៉ាងម៉េចនឹងនាងរុយកើតអី អូវាគឺជាជំងឺប្រចាំកាយមិនអីទេ ជំងឺប្រចាំកាយឯងមិនដែលឮឯងនិយាយសោះហើយជំងឺនឹងវាយ៉ាងម៉េច បងអើយប្រពន្ធខ្ញុំនេះមិនដឹងជាហេតុអីទេពេលខ្លះសុកស្រាប់តែវិលមុខអស់ឈាមត្រូវបញ្ជូនទៅមន្ទីរពេទ្យបើសិនជាករណីធ្ងន់ធ្ងរហើយពេលទៅពេទ្យម្ដងណាគឺត្រូវចំណាយលុយរាប់លានរៀលឯណោះដូច្នេះហើយទៅខ្ញុំពិបាកចិត្តមិនចង់ឲ្យប្រពន្ធខ្ញុំឈឺនោះទេអើយ៉ាហើយគ្រោះថ្នាក់ដល់អាយុជីវិតអញ្ចឹងផងមិនក៏ឯងមិនព្រមយកប្រពន្ធឯងទៅពេទ្យ អើយមិនអីទេពួកខ្ញុំអត់លុយអត់កាក់ផងទ្រាំបានជាតែទ្រាំសិនទៅ ណែពួកឯងកុំនិយាយបែបនេះលេងសើចនឹងជីវិតខ្លួនឯងពេកហើយបើថាអត់លុយទេយកលុយបងទៅពួកឯងយកលុយបងទៅព្យាបាលទៅណាធ្វើយ៉ាងណាឲ្យឆាប់ជា មិនសមទេខ្ញុំមិនគួរណាប៉ះពាល់លុយកាក់របស់បងឯងឡើយ មិនអីទេណែឌីឯងឆាប់យកគេទៅពេទ្យទៅចាំបងជាអ្នកចេញលុយបើបងចេញលុយអញ្ចឹងឲ្យខ្ញុំ50,000មកណាខ្ញុំយកទៅទិញថ្នាំឲ្យគាត់លេបបើសិនជាគាត់លេបទៅធូរគឺខ្ញុំមិនចាំបាច់យកទៅពេទ្យនោះទេតែបើថាលេបទៅមិនធូរចាំបញ្ជូនទៅមន្ទីរពេទ្យណែឯងឆាប់យក50,000ឲ្យគេទៅ អត់អីទេចាំបងយកលុយមកឲ្យពួកឯងទៅចុះ មួយខែកន្លងផុតទៅលោកសេដ្ឋីលោកសេដ្ឋីទិញដីអំអុកអំសឿនឲ្យតម្លៃថ្លៃគឺល្អហើយដោយសារតែលោកសេដ្ឋីមានសេចក្តីអាណិតចំពោះពួកគាត់ប៉ុន្តែប្អូនពួកគាត់ដូចជាគ្មានសេចក្តីអាណិតគ្មានសេចក្តីមេត្តាចំពោះពួកគាត់សោះហើយយ៉ាងម៉េចអាឌីនឹងរុយគេធ្វើអីគាត់ទៅណោះគ្រាន់តែដឹងថាបងមានលុយភ្លាមពួកគាត់នាំទៅនៅផ្ទះគាត់ហើយការចំណាយប្រចាំថ្ងៃគឺច្រើនណាស់ ងាប់ហើយហេតុអីក៏ធ្វើចរិតថោកទាបបែបនេះដាក់បងប្អូនខ្លួនឯងអញ្ចឹង អ្នកស្រីអើយមើលតែមិញរុយពូឌីសពថ្ងៃនេះចុះមានខោអាវស្លៀកពាក់ថ្មីមានលុយចាយពេញដៃហើយមិញរុយដើរអួតតាំងពីដើមភូមិដល់ចុងភូមិអូយស្ដាប់ទៅពិតជាគួរឲ្យអាណិតមែនហើយចុះពួកឯងហេតុអីក៏មិនជួយក្រើនរំលឹកគាត់ផងពួកខ្ញុំធ្លាប់និយាយហើយ
ប៉ុន្តែអ៊ំអុកអ៊ំសឿនគាត់មិនជឿនោះទេព្រោះថាពួកខ្ញុំគឺជាអ្នកដតីគាត់និយាយថាឈាមខាប់ជាងទឹកដូច្នេះពួកខ្ញុំគ្មានអីត្រូវនិយាយទៀតនោះទេ នេះសង្ស័យតែអាឌីនាងរុយនិយាយអីហើយទើបបានជាពួកគាត់ជឿស្លងបែបនេះ ស្ដាប់ពួកឯងនិយាយទៅពិតជាគួរឲ្យអាណិតគាត់ណាស់ពួកគាត់នឹងចាស់អស់ទៅហើយប្រឹងប្រែងមកជីវិតទៅហើយហត់នឿយខ្លាំងណាស់ហើយឥឡូវនេះគ្មានបានសម្រាកទេបានលុយបន្តិចបន្តួចត្រូវប្អូនទៅអង្គាមទៀត ណែឯញ៉ាខ្ញុំទើបតែដឹងថាបងអុកបងសឿនឥឡូវនេះគាត់អស់លុយហើយ ថាម៉េចអស់លុយហើយហេតុអីក៏អស់លុយលឿនខ្លាំងម្ល៉េះ ឯងចេះសួរអញ្ចឹងកើតឯងមិនមើលទៅពួកយើងរាល់ថ្ងៃនេះណាគឺបងពីគាត់បានច្រើនណាស់ម៉ូតូឡានគ្រឿងអលង្ការក៏ពាក់ជ្រែកខ្លួនចំណែកឯរបស់របរផ្សេងហើយនឹងការចំណាយផ្សេងទៀតអស់មិនតិចនោះទេ អូខ្ញុំវាចេះតែភ្លេចគិតទៅអាពេលមានលុយចាយច្រើនអញ្ចឹងណាពេលវេលាពិតជាដើរលឿនមែនមិននឹកស្មានថាថ្មិចបើកពេញមួយខែទៅបាត់ ពួកយើងពីរអ្នកប្តីប្រពន្ធនេះពិតជាដៃរហ័សខ្លាំងណាស់ត្រឹមតែរយៈពេលមួយខែក៏អាចបូមលុយពីពួកគាត់បានអស់បែបនេះសោះ អើល្បិចឡើងគ្រប់ម្រាមទៅហើយរឿងអីឲ្យគាត់សល់លុយទៀតណែឥឡូវនេះគាត់អស់លុយទៅហើយដូច្នេះក៏លែងមានតម្លៃសម្រាប់ពួកយើងដែរពួកយើងគួរតែដេញគាត់ចេញទៅណា រឿងហ្នឹងប្រកាសជាអញ្ចឹងហើយមិនយ៉ាងអាចចិញ្ចឹមមនុស្សចាស់នាំតែទៅមុខទៅមាត់ទៅល្មមដល់ពេលវេលាឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញហើយ អើយណែបងអូនរុយបងឌីអាថ្ងៃនេះបងដូចជារៀងវិលមុខខ្លាំងណាស់ពួកឯងអាចជូនបងទៅមន្ទីរពេទ្យបានទេ ពេទ្យគេត្រូវការលុយទៅពេទ្យម្ដងអស់លុយមិនតិចនោះទេបើបងអុកឯងមានលុយចាំខ្ញុំជួយជូនទៅ នៅនឹងរុយអញឲ្យលុយទៅពួកឯងអស់ហើយដូច្នេះពួកឯងជួយអញតិចទៅណាបងសឿនណាបងប្អូនតែសាច់ទេណាប៉ុន្តែរឿងលុយកាក់ហ្នឹងគឺផ្សេងគ្នាហើយអត់មានពាក់ព័ន្ធច្រឡុកច្រឡំជាមួយគ្នានោះទេអាក្រីហេតុអីក៏ឯងនិយាយអញ្ចឹងលុយអញឲ្យឯងច្រើនណាស់ អីនៅជាមួយខ្ញុំចំណាយផ្សេងណាមិនមែនអស់តិចតួចនោះទេដូច្នេះហើយក៏មកនិយាយបែបនេះ ពួកឯងសុំទាទិញនេះទិញនោះហើយពាក់គ្រឿងអលង្ការឡើងជ្រែកខ្លួនបានលុយមកពីណាបានលុយមកពីបងតើហើយក្រែងតែឯងថាបារម្ភស្រឡាញ់ពីបងនោះអីពេលនេះបងឈឺហើយត្រូវការឲ្យឯងជួយមើលថែចង់ឲ្យឯងជូនទៅពេទ្យក៏មិនបានដែរហេតុអីក៏ឯងជាប្អូនស្រីមុខលុយបែបនេះ ត្រូវហើយខ្ញុំគឺជាប្អូនស្រីមុខលុយតើតែបងអុកឯងនេះមានលុយទៅខ្ញុំស្រឡាញ់ទៅខ្ញុំគោរពតែបើអស់លុយហើយកុំសម័យថានៅទីនេះបានឯសោះនោះ ទៅឆាប់រៀបចំអីវ៉ាន់ទាំងពីរនាក់ចាក់ចេញពីផ្ទះខ្ញុំឥឡូវនេះភ្លាមអញមិនចេញនោះទេលុយអញនៅទីនេះទាំងអស់អាយ៉ាដល់ថ្ងៃធ្វើរបាយការណ៍ឡើងទៅឲ្យលោកមេឃុំហើយខ្ញុំត្រូវតែប្រញាប់រូតរះបន្តិចប៉ុន្តែរបាយការណ៍ក៏មិនត្រូវឲ្យខុសដោយកាលពីខែមុនដែរបើមិនអញ្ចឹងទេត្រូវមាត់ទៀតហើយអាយុកាន់តែច្រើនហើយភ្នែកក៏កាន់តែព្រិលមើលមិនសូវច្បាស់សោះហើយរបាយការណ៍ធ្វើចេញទៅខុសមិនដឹងឯណាណីហើយពេលលោកមេឃុំហៅទៅសួរនាំម្ដងអើយពិតជាឈឺក្បាលវិលមុខណាស់លោកមេភូមិវីវហើយមានរឿងធំណាស់ឆាប់ទៅជួយអ៊ំអុកអ៊ំសឿនផងស្អីគេបងអុកបងសឿនកើតអីទៅពេលនេះប្អូនគាត់ដេញចេញពីផ្ទះហើយព្រោះតែគាត់អស់លុយអើយអញថាមែនប្រាប់ហើយប្រាប់ទៀតថាកុំឲ្យទៅនៅផ្ទះពួកហ្នឹងតែគាត់មិនព្រមសោះខ្ញុំនេះក៏ធ្លាប់ប្រាប់ដែរប៉ុន្តែគាត់មិនជឿទេគាត់ស្រឡាញ់បងប្អូនដូច្នេះឥឡូវនេះបងប្អូនស៊ីលុយខ្ទេចអើយមើលទៅរបាយការណ៍នេះមិនអាចធ្វើថ្ងៃនេះបានទេទុកសិនចុះទៅដោះស្រាយរឿងបងអុកបងសឿនសិនមកឆាប់មកលឿនឡើងមកលោកមេភូមិ អោបងអុកបងសឿនអើយហេតុអីក៏នៅរឿងតឹងមិនព្រមចាក់ចេញពីផ្ទះខ្ញុំទៀតអញ្ចឹងអ្នកទាំងពីរចង់ធ្វើខ្លួនជាបញ្ញាក្អែកដណាទៀតទៅអារស់នៅស៊ីចាយលើកម្លាំងញើសឈាមរបស់គេវាមិនល្អនោះទេបាបកម្មធ្ងន់ណាស់ ញើឈាមក្បាលឯងអីទៅវាគឺជាលុយរបស់អញនោះទេឆាប់សងលុយអញទាំងអស់ភ្លាមមក អេបងបងឯងរស់នៅក្នុងផ្ទះខ្ញុំនេះមួយខែទៅហើយការចំណាយផ្សេងយ៉ាងម៉េចបងឯងចង់នៅទទេដោយមិនគិតថ្លៃមែនទេ
វាមិនដែលទេអាក្ឌីនៅផ្ទះឯងមកខែអស់ដីអញមកប្លង់ អេមិនក៏មកត្រូវថាឲ្យខ្ញុំបែបនេះលុយឲ្យពួកខ្ញុំចាយខ្ញុំប្រកាសជាចាយគឺប្រកាសជាអស់ហើយវាមិននឹងអាចនៅបានទៅហើយណាមួយខ្ញុំមិនបានជំរិតអ្នកទាំងពីរឯណាអ្នកទាំងពីរសុកចិត្តឲ្យខ្ញុំដល់ខ្លួនឯងតើ បានហើយអាឌីនាងរុយពួកឯងនេះគឺជាប្អូនអាក្រក់ខ្លាំងណាស់ហេតុអីក៏ធ្វើបាបពួកគាត់ដែរជាមនុស្សចាស់អញ្ចឹងលោកមេភូមិគឺជារឿងបងប្អូនខ្ញុំទេនេះគឺជារឿងផ្ទៃក្នុងលោកមេភូមិឯងត្រឡប់ទៅវិញទៅណាអេពួកខ្ញុំចង់លូកដៃជួយព្រោះថានេះគឺជាអំពើអយុត្តិធម៌ពេកត្រូវហើយពេលឃើញបងលក់ដីបានខំប្រឹងទៅយកចិត្តយកថ្លើមគាត់ហើយគាត់ជាមនុស្សចាស់ឆាប់ចិត្តទុនហើយពេលបោកប្រាស់គាត់យកលុយអស់ហើយបែរជាដេញគាត់ចេញហើយឲ្យគាត់ទៅនៅទីណាទៅឥឡូវនេះដីចំការគាត់ក៏អត់មានធ្វើនោះទេគាត់ទៅផ្ទះវិញនៅតែផ្ទះអត់មានអីធ្វើសោះលុយក៏អត់មានចាយហើយអ្នកទាំងអស់គ្នាមិនចេះគិតទេអីធ្វើបាបបងខ្លួនឯងខ្លាំងម្ល៉េះពួកឯងធ្វើបែបនេះដូចសម្លាប់គាត់អញ្ចឹងហេតុអីក៏ពួកឯងអាក្រក់អាក្រៃបែបហ្នឹងហ៎ លោកមេភូមិអើយពួកខ្ញុំពីរអ្នកប្តីប្រពន្ធនេះគេមានកូនគេមានចៅដោយសារតែពាក្យសម្ដីលួងលោមរបស់ប្អូនក៏គិតថាពួកគេនេះស្រឡាញ់យកចិត្តទុកដាក់ពួកខ្ញុំដែលពិតប្រាកដតែមានអ្នកណាពួកគេគឺជាប្អូនមកលុយបោកយកលុយខ្ញុំអស់ហើយក៏ដេញពួកខ្ញុំចេញ លោកពិភូមិពួកខ្ញុំនេះចេញក៏បានដែរឲ្យទៅវាឲ្យលុយខ្ញុំមកវិញប៉ុន្តែវាមិនព្រមឲ្យលុយខ្ញុំទេពេញមួយខែនេះណាថ្ងៃណាក៏វាបោកយកលុយពួកខ្ញុំដែរ បានហើយកុំមករញ៉េរញ៉ៃនៅមុខផ្ទះខ្ញុំបើមានការអីទៅនិយាយកន្លែងផ្សេងទៅខ្ញុំនេះណាមិនស្វាគមន៍ភ្ញៀវនោះទេ ឆាប់ចេញទៅចេញពីទីនេះទាំងអស់ខ្ញុំនៅតែពីអ្នកប្រពន្ធខ្ញុំនោះទេលោកមេភូមិបើថានិយាយធម្មតាគេនៅតែមិនភ្ញាក់រលឹកទៀតលោកមេភូមិឯងគួរតែរកវិធីផ្សេងទៅបាននេះគេហៅថាអំពើបោកប្រាស់ហើយមិនអីទេខ្ញុំនឹងឲ្យប៉ូលីសចាប់ផ្ដើមស៊ើបអង្កេតលើរឿងនេះតើពួកឯងនេះបាននិយាយស្អីខ្លះធ្វើអីខ្លះដើម្បីឲ្យបងអុកបងសឿននេះចំណាយលុយទៅលើអ្នកទាំងអស់គ្នាបើប៉ូលីសស៊ើបមានផុសតាងគ្រប់គ្រាន់អស់ហើយអ្នកទាំងអស់គ្នាប្រកាសជាគេចមិនផុតពីគុកនោះទេថាម៉េចគុកឯងគិតយ៉ាងម៉េចទៅអូមែនហើយលោកមេភូមិខ្ញុំមានផុសតាងច្រើនណាស់ជាពិសេសអារឿងជំងឺនឹងតែម្ដងវាបោកប្រាស់ខ្ញុំថាវាឈឺនេះឈឺនោះហើយវាយកលុយពីខ្ញុំច្រើនណាស់ហើយបើសិនជាចង់ដឹងថាវាឈឺមែនឬក៏មិនមែននាំវាទៅពេទ្យតែម្ដងទៅណាលោកមេភូមិ មែនហើយក៏ហក់ខ្ញុំតែជឿគ្រប់ពេលដូច្នេះហើយតែរឿងជំងឺមួយនឹងណាក៏វាគ្រប់គ្រាន់ដែរ អូមិនអីទេបើអញ្ចឹងមិញរុយពូឌីកិច្ចមិនផុតពីច្បាប់ឡើយលោកមេភូមិនេះគាត់ប្រកែណាស់ណា ចាំមើលណាបោកយកលុយគេបែបនេះអាចទៅណារួចបងសឿនបងអុកបើអញ្ចឹងបងទៅប៉ុស្តិ៍ប៉ូលីសជាមួយខ្ញុំទៅណាទៅធ្វើពាក្យបណ្ដឹងឯងពួកគេចង់ធ្វើពាក្យបណ្ដឹងហើយណាបើសិនជាប៉ូលីសមកស៊ើបពួកយើងប្រកាសជាជាប់ទោស អីយ៉ាសុទ្ធតែជារឿងគ្រួសាររបស់ខ្ញុំទេពួកខ្ញុំអាចសម្រួលគ្នាបានមិនចាំបាច់រំខានដល់លោកមេភូមិឡើយបងអកបងសឿនអារឿងលុយរឿងកាក់នឹងចាំពួកខ្ញុំទូទាត់ឲ្យអ្នកទាំងពីរបានដែរទេយើងជាបងប្អូនគ្នាប្តឹងផ្ដាល់បែបនេះគឺវាមិនល្អមើលនោះទេនាំតែអ្នកភូមិគេនិយាយដើមតែប៉ុណ្ណោះ គ្មានការយកយល់អីទៀតនោះទេបើឯងចេះគិតថាអញជាបងឯងណាឯងក៏មិនធ្វើចរិតអញ្ចឹងដែរអញដែរ អញឆ្អែតឆ្អន់ហើយពាក្យសម្ដីលួងលោមរបស់ពួកឯងធ្វើឲ្យអញអស់ដីមកប្លង់ថ្ងៃនេះអញលេងធွာក្តៅជាមួយពួកឯងវិញម្ដងហើយដូច្នេះមិនចាំបាច់យល់យកស្អីនោះទេឲ្យប៉ូលីសមកស៊ើបអង្កេតតែម្ដងទៅពួកគាត់បោកប្រាស់អ៊ំច្រើនណាស់មិនដឹងថានិយាយរឿងស្អីខ្លះនោះទេអ៊ំយកទៅប្រាប់ប៉ូលីសឲ្យអស់ទៅណាចាំមើលតើពួកគាត់អាចគេចផុតពីច្បាប់ដែរទេអាយ៉ាលោកមេភូមិខ្ញុំនេះមិនចង់ជាប់គុកទេឯងប្រមូលលុយយកទៅឲ្យគាត់វិញទៅ បងអកបងសឿនខ្ញុំសុខចិត្តឲ្យលុយបងវិញ